ចែកត្រីដាណាបានប្រលះចំបែបនេះទៅកាន់បុគ្គលមួយចំនួនដែលតែងតែបង្ខូចឈ្មោះរបស់ចែកត្រីដាណាកាលពីពេលថ្មីនេះជំទាវចិត្តធម៌ត្រីដាណាបានផុសវីដេអូតាក់ទងជាមួយនឹងបុគ្គលមួយចំនួនដែលបង្អាប់បង្ខូចក្រុមហ៊ុនរបស់ចែកត្រីដាណាហើយអ្វីរត់តែពិសេសជាងនេះទៅទៀតនោះគឺចែកត្រីដាណានិយាយចំទៅកាន់អ្នកដែលថាត្រីខរបស់ចែកត្រីដាណាមានគុណភាពអន់និងមិនសូវឆ្ងាញ់ហើយមានត្រីតិចថែមទៀតផងតាមពិតទៅត្រីខរបស់ចែកត្រីដាណាមានរសជាតិឆ្ងាញ់និងតម្លៃសមរម្យហើយត្រីនៅក្នុងកំពង់មិញមានរហូតដល់3ទៅ4ឯណោះហើយបុគ្គលមួយចំនួនបានបង្កាច់បង្ខូចថាត្រីខរបស់ចែកត្រីដាណានៅក្នុងកំពង់មានត្រឹមតែ1ត្រីទៅ2ត្រីតែប៉ុណ្ណោះមិនមានលើសនឹងនោះទេហើយចែកត្រីដាណាក៏បានទៅផ្ដាំទៅបុគ្គលមួយចំនួនទាំងអស់នោះថាបាទចាប់ពីពេលនេះតទៅបើសិនជាបាទបុគ្គលមួយចំនួននោះនៅតែបង្កាច់បង្ខូចបាទត្រីខរបស់ចែកត្រីដាណាទៀតចែកត្រីដាណានឹងចាត់ការទៅតាមនីតិវិធីច្បាប់ចាប់បុគ្គលទាំងអស់នោះដាក់គុកជាក់ជាមិនខានបាទចឹងបងប្អូនណាដែលជា fan របស់ចែកត្រីដាណាបងប្អូនធ្លាប់ហូបត្រីខរបស់ចែកត្រីដាណាប្រហែលជាដឹងហើយថាបាទត្រីខរបស់ចែកត្រីដាណាគឺមានរសជាតិឆ្ងាញ់ហើយអ្វីដែលតែពិសេសនោះគឺនៅក្នុងកំប៉ុងបាទមានរហូតទៅដល់បាទ3ទៅ4ត្រីឯណោះបងប្អូនឃើញបាទមាន3ទៅ4ត្រីបាទតូចមែនប៉ុន្តែបាទត្រីច្រើនបងប្អូនបាទអញ្ចឹងទេបុគ្គលមួយចំនួនតែងតែបង្ខូចបង្អាប់បាទត្រីខរបស់ចែកត្រីដាណាបាទអញ្ចឹងជាចុងក្រោយនៃវីដេអូនេះសូមបងប្អូនទាំងអស់គ្នាបាទសូម comment នៅខាងក្រោមវីដេអូនេះទាំងអស់គ្នាបាទ